Kê, mình xua sành nè đó nè. Ngàyនេះយើងមានលំហាត់មួយខ្ញុំឃើញក្នុងក្រុមវាមើលទៅទំនងសម្រាប់កូនៗឬបងប្អូនដែលនៅបឋមអីដែលអត់សូវយល់អញ្ចឹងយើងខ្ញុំកែលំហាត់នេះឲ្យអ្នកទាំងអស់គ្នាបាទឥឡូវយើងចូលមកសិក្សាពីសញ្ញាតូចឬធំអីជាអានេះគេហៅសញ្ញាតូចហើយអានេះជាសញ្ញាធំអូខេចាំមើលខ្ញុំដាក់1 2យើងត្រូវដាក់សញ្ញាតូចកន្លែងនេះត្រូវភាសា1វាតូចជាង2បើឧទាហរណ៍3និង2វិញវាយើងមិនត្រូវដាក់សញ្ញាធំដែរ3វាធំជាង2ដូចគ្នាបងប្អូនខ្លះគាត់ច្រឡំនឹងសញ្ញាតូចសញ្ញាធំអីជាតូចអីជាធំខ្ញុំប្រាប់ខ្ញុំចំណាំពីតូចចឹងនេះសញ្ញាតូចហ្នឹងបើយើងថែមនេះមកវាចេញលេខ4នេះសញ្ញាធំបើយើងថែមនេះមកចេញលេខ7ហ្នឹងវាយើងចំណាំអញ្ចឹងបើយើងអត់សូវយល់អីយើងអាចរៀនតាមនឹងបានអូខេយើងចូលលំហាត់នេះលំហាត់កសំកត់លំហាត់តិចហ្នឹងគេឲ្យយើងពេញចម្លោះដាក់ញ៉ាតូចញ៉ាធំអញ្ចឹងយើងអាចដេញបានថាខាងនេះធំជាងហើយវិញខ្ញុំដាក់អញ្ចឹងវាប្រភេទ2ជាងចង់ដឹងពីណាតូចថាធំយើងមុនយើងមើលភាគបែងនិងភាគយកភាគបែងវាភាគបែងបើភាគបែងស្មើគ្នាយើងមើលភាគយក4វាធំជាង3អញ្ចឹងខ្ញុំដាក់4ធំជាង3មកវិធីយើងយក4ចែក5 4ចែក5ឬក៏3ចែក5អញ្ចឹងក៏បានដែរបើបងប្អូនអត់យល់អញ្ចឹងហ្នឹងវាយើងផ្ទាល់បើយើងចេះមែនតើយើងមើលភាគយកនិងភាគបែងនេះភាគបែងភាគយកហេបើភាគ2យើងចង់ដឹងថាមួយណាធំមួយណាតូចអញ្ចឹងភាគយើងត្រូវមើលភាគបែងបើភាគបែងដូចគ្នាយើងមើលភាគយកមួយណាធំយើងយកមួយនោះហ្មងអូខេឥឡូវយើងចូលលំហាត់មួយទៀតដល់ពេលដល់នេះបងប្អូនគាត់ឆ្ងល់ទៀតអូភាគបែងអញ្ចឹងវា6 1 7 1តែភាគយកវាមាន13ស្មើគ្នាហ្នឹងព្រោះយើងមើលយើងដាក់ចេះមែនគ្រូអូបើយើងមើលអញ្ចឹងវាខុសបាត់ហើយយើងត្រូវបែងចែកអីជាភាគយកអីជាភាគបែងភាគយកយើងបើយើងចង់បែងចែកទៅអីប្រភេទមួយណាធំជាងមួយណាតូចជាងលុះត្រាតែភាគបែងហ្នឹងវាស្មើគ្នាភាគយកមានមួយតូចមួយធំយើងដឹងហើយអូបើអញ្ចឹងយើងធ្វើម៉េចបើយើងទាល់យើងចែកធម្មតា13ចែក6 13ចែក7បើនេះបើយើងតម្រូវវាបែងយកមកវាបែងស្របបាន42ជួដាក់ស្របចឹងហ្មងណាយ៉ាអូជុំ7អូខេយើងតម្រូវភាគបែងមក42យើងដាក់សងខាងចឹងមក13គុណ7 13គុណ7និង13គុណ1សាក់គិតមើល13គុណ7ហើយនឹង13គុណ6មួយណាធំជាងវាប្រកាសជា13គុណ7នេះវាធំជាងហើយយល់អត់អញ្ចឹងយើងដាក់ចេះមករួចលំហាត់ទី2បាត់យើងចាំបាច់គុណអីវែងឆ្ងាយទេឥឡូវយើងទៅមើលលំហាត់មួយទៀត7លើ10 5លើ2អូខេយើងមកមើលអានេះមួយទៀត7លើ10ហើយនឹង5លើ2យើងតម្រូវភាគបែងដូចគ្នាមកបងយើងអានេះភាគបែងរួមវា10ស្អីជាភាគបែងរួមភាគបែងរួមហ្នឹងគឺភាគបែងដែរទាំង7លើ10និង5លើ2ហ្នឹងអាចរួមគ្នាបានថាវារួមប៉ុណ្ណាវាអាចឲ្យស្មើភាគបែងស្មើគ្នាអញ្ចឹងបើយើងយកភាគបែងរួម2 10ធ្វើមិនឲ្យចេញជា2វាធ្វើចេញបើយើងយកភាគបែង5គុណ2វាស្មើ10អញ្ចឹងយើងអាចយកភាគបែង10បានអានោះភាគបែង10យើងដាក់7ទៅដែរហើយអានេះយើងដាក់ភាគបែង10សិនមកយើងត្រូវដឹងថា2ហ្នឹងគុណប៉ុន្មានហើយវាចេញ10អូខេយើងសូត្រមួយលេខមក2 5ដល់10យើងគុណ5 2យើងគុណ5 5នេះក៏វាគុណ5ដែរអូខេ5 25ណែតែប៉ុណ្្នេះមកយើងដឹង7ឬក៏25ធំជាងដាក់សញ្ញានេះមក7លើ10តូចជាង25លើ10យើងមកដាក់កន្លែងនេះមកដូចគ្នាអូខេយើងវាលំហាត់ខោងោអីវាខោដូចគ្នាលើគ្រូកែអានេះមួយទៀត1លើ12និង2លើ7លើ13អូខេដូចគ្នាមុនយើងគុណចូលមកបាទវាថាយក1គុណចូលអានេះ2គុណចូលអានេះអូសេមកសុំ1លើ2ដែរ1ដង1អានេះបើវា14បាទលើ13ដល់ពេលអូឆ្ងល់ទេភាគបែងនេះ13អានេះ2ធ្វើម៉េចបើយើងយកភាគបែងរួម13វា2គុណប៉ុន្មានបាន13វាកើតអញ្ចឹងយើងយក13គុណ2ទៀត
nhưng màនេះមកទុកចាំ12 13គុណ2យើងគុណមក3ទាំង6 2 26វាបាញ់26យ៉ាងនេះ26ដែរ13nhưng mà នេះ13គុណ2បានហើយយើងយក14គុណ2ដែរមកអូខេ14គុណ2បាន28nhưng mà នេះឡង26យើង2គុណបាន26គុណ13ហ្នឹងហើយយើងពាក្យបាយនេះគុណ13ពាក្យយកគុណ13អូខេតែប៉ានេះមកយើងដឹងមួយណាធំមួយណាតូចហើយចាអូខេយើងមើលដាក់ឥឡូវនេះមករួចអូខេអូលំហាត់នេះអូខេគូកែអានេះឲ្យមួយទៀតកែដក1លើ1លើ12និងដក1លើ9លើ13អូខេគេចង់ដឹងអាប្លោះនេះស្អីគេដាក់ញ៉ាមិនតូចឬធំយើងធ្វើដល់លើដែរយើងគុណចូលមកឃើញដក1លើ12និងដក9លើ13អូខេយើងហៅពីបាយដូចគ្នាទៀតពីបាយវាមិនគិតមើលយើងមើលបើយើងអត់ដឹងពីបាយមិនបានយើងគុណ12យើងចូលគ្នាមកគុណពីបាយទាំងពីរចូលគ្នាមកវាបាន156ហើយបងអូខេគូដាក់ប៉ុណ្ណឹងណាអានេះវាគុណ13បាន13នៅលើ151ហើយយើងដាក់ញ៉ាដកមកដកទាំងពីរមកនេះគុណ12 9នេះយើងយកនេះ2នេះគុណចូលគ្នា9 12ដងវាដឹងច្រើនជាង13ហើយតា13លើដឹងធំជាង13ហើយតាហើយអូបងប្អូនថាអូអានេះធំជាងអញ្ចឹងយើងដាក់ចេះហ្មងខុសបាត់ហើយបងប្អូនអើយគេដាក់ចេះមិនបានគូដាក់អញ្ចឹងព្រោះញ៉ាដកដូចជាដកអញ្ចឹងដក5និងដក3បងប្អូនគិតមើលមួយណាធំជាងដក3វាធំជាងទៅពាក្យនេះដូចគ្នាអាណាកាន់តែតូចអានោះកាន់តែធំញ៉ាដកនៅពីមុខអូខេកន្លែងនេះហើយបើអត់យល់អាចឆាតប្រាប់ទៀតបានអូខេយើងមកមើលអានេះមួយទៀតគូកែកាត់ហើយព្រោះលំហាត់សួរសម្រាប់អូនថា easy គូកែហាងវល់ឲ្យអូនមើល100បាទអូខេពេញឡើងនេះយើង0.5នេះ0.45យើងទុកតដែរមកយើងយកថា4ចែក100មកថាមានអីបាទ4ចែក100យើងរាប់ក្រោយក្បៀស1 2មក0វាចែក100ទៅវាឃើញ0.54យើងដឹងបាទថាមួយណាធំជាងមួយណាតូចជាងអត់ជា0.54វាធំជាងហើយថាយើងដូចគ្នាកែមួយចែកវាបានថាប៉ុណ្ណឹងចុះសងបានបងប្អូនធ្វើខ្លួនឯងទៅចាំមើលតនេចាំធ្វើឲ្យទៀតអូខេជំរាបលា